ឃ្លានកាន់តែញ៉ាំផ្អែមគឺយើងកាន់តែអស់កម្លាំងព្រោះយើងធ្វើឲ្យយើងពេលដែលយើងស្រែកទឹកយើងញ៉ាំរបស់ភេសជ្ជៈហ្នឹងណាវាធ្វើឲ្យយើងបាត់ស្រែកតែមួយផ្លែទេតែយើងនៅតែបន្តសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ podcast គិតចឹងដល់អត់ជួបជាមួយខ្ញុំបាទនីវីននិងនាងខ្ញុំស្រីមុតដែលប្រធានបទយើងនៅសប្តាហ៍នេះគឺពេលស្រែកទឹកញ៉ាំទឹកឬក៏ញ៉ាំភេសជ្ជៈផ្អែមចាអរគុណច្រើនមុននឹងចាប់ផ្ដើមទៅដល់ប្រធានបទខ្ញុំសូមសួរនីវីនមួយសិនពេលអូនស្រែកទឹកឬក៏មានអារម្មណ៍ថាតើអស់កម្លាំងឬក៏ឃ្លានតើអូនញ៉ាំទឹកឬក៏ញ៉ាំអីផ្សេងបើបងឯងសួរគ្រាន់តែថាស្រែកទឹកញ៉ាំទឹកចម្លើយច្បាស់ជាឆ្លើយហើយញ៉ាំទឹកប៉ុន្តែធៀបពិតវាអត់ចឹងបងចាពេលខ្លះមានអារម្មណ៍ថាស្រែកទឹកប៉ុន្តែមិនជាញ៉ាំទឹកផ្អែមខ្ញុំឆ្ងល់វិញទៀតហើយអ្នកឃើញបងតើខួរហេតុអីបានខួរក្បាលយើងបញ្ជូនព័ត៌មានអីយើងអត់ច្បាស់ថាឥឡូវហ្នឹងយើងកំពុងស្រែកទឹកឬក៏ចង់ញ៉ាំភេសជ្ជៈផ្អែមបែងចែកអត់ដាច់បែងចែកអត់ដាច់ទេដឹងថាឥឡូវឃ្លានទឹកឬឃ្លានទឹកផ្អែមឃ្លានទឹកផ្អែមចាអាហ្នឹងយើងនិយាយពីផ្នែកជីវវិទ្យាឬក៏ហៅAnatomy ណាជីវវិទ្យារបស់យើងគឺចង់និយាយពីប្រព័ន្ធខួរក្បាលរបស់យើងបញ្ជូនព័ត៌មានមកភាគច្រើនពេលពិបាកបែងចែកថាតើយើងឃ្លានអស់កម្លាំងហ្នឹងដោយសារយើងឃ្លានឬក៏យើងស្រែកទឹកអញ្ចឹងភាគច្រើនមនុស្សងាយច្រឡំជួនកាលគាត់គ្រាន់តែស្រែកទឹកទេដោយសារគាត់ខ្វះជាតិទឹកក្នុងរាងកាយទេក៏ប៉ុន្តែគាត់មានអារម្មណ៍ថាហេវអស់កម្លាំងអញ្ចឹងគាត់ទៅរករបស់ដែលផ្ដល់ថាមពលដូចជាភេសជ្ជៈផ្អែមឬក៏ចំណីអាហារជាដើមអញ្ចឹងណាប៉ុន្តែបើនិយាយពីបញ្ហាហ្នឹងដែលខ្ញុំចង់លើកឡើងហ្នឹងគ្រាន់តែថាលើកក្រោយបើយើងមានអារម្មណ៍បែបហ្នឹងណាប្រហែលជាយើងគ្រាន់តែផឹកទឹកបន្តិចទៅតែយើងអត់ឃ្លានហ្នឹងហើយបងពេលខ្លះចឹងតែធៀបពិតវាអត់អញ្ចឹងហ្នឹងហើយបងអញ្ចឹងខ្ញុំចង់សួរបងបន្តទៀតថាមកយើងនិយាយរឿងញ៉ាំទឹកផ្អែមទៅអត់ប៉ុន្តែខ្ញុំចង់សួរថានៅពេលដែលយើងប្រើប្រាស់ឬក៏យើងញ៉ាំទឹកផ្អែមនឹងច្រើនវាបង្កបញ្ហាអីខ្លះដល់សុខភាពរបស់យើងចាអញ្ចឹងអរគុណចំពោះសំណួរព្រោះអីហេតុអីបានយើងហេតុអីបានយើងលើកឡើងប្រធានបទហ្នឹងមែនទេហើយញ៉ាំភេសជ្ជៈផ្អែមប៉ះពាល់អីបាទអញ្ចឹងអាហ្នឹងគឺជាប្រធានបទដ៏ក្តៅកគុកមួយដែលកើតឡើងជាពិសេសគឺនៅក្នុងកំឡុងពេល20ឆ្នាំចុងក្រោយនេះគឺថាអត្រានៃចំនួនអ្នកដែលកើតទឹកនោមផ្អែមប្រភេទទី2គឺមានច្រើនហើយការញ៉ាំអាហារឬក៏ភេសជ្ជៈដែលមានរសជាតិផ្អែមហ្នឹងវាមានបង្កមិនត្រឹមតែទឹកនោមផ្អែមប្រភេទទី2ទេគឺមានតាំងពីជំងឺធាត់ហៅជំងឺធាត់ហ្នឹងបើភាសាអង់គ្លេសគេហៅ obese ន័យថាធាត់លើសទម្ងន់តែម្ដងហើយនឹងជំងឺបេះដូងចាហើយនឹងចាវាផ្ដល់ជំងឺច្រើនមែនទែនដល់សុខភាពយើងចាប៉ុន្តែយើងឃើញថាប្រជាជនយើងរាល់ថ្ងៃបងគាត់តែងតែជ្រើសរើសភេសជ្ជៈផ្អែមនៅពេលមានអារម្មណ៍ស្រេកទឹកព្រោះគាត់យល់ថាញ៉ាំអញ្ចឹងទៅមានកម្លាំងហ្នឹងហើយបងហើយតែយើងគួរមានវិធីសាស្ត្របែបណាដើម្បីលើកកម្ពស់ឲ្យគាត់កែទម្លាប់បែបហ្នឹងឲ្យមានពួកគាត់មានសុខភាពល្អព្រោះខ្ញុំធ្លាប់អានមិនធ្លាប់អានធ្លាប់ស្ដាប់ពីអ្នកសរសេរសៀវភៅ Calorie Revolution ដែលគាត់និយាយថាការញ៉ាំរបស់ផ្អែមវាអាចធ្វើឲ្យយើងញៀនចាមែនទេបងអញ្ចឹងមិនអាចលើកជាឧទាហរណ៍ថាគាត់ត្រូវធ្វើដូចម៉េចដើម្បីជ្រើសញ៉ាំទឹកជាងការញ៉ាំទឹកផ្អែមបងអរគុណចាអរគុណចំពោះសំណួររបស់បងអូនតាមពិតបើសិនជាយើងនិយាយខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ធ្លាប់ឮដែរគេថាគ្រឿងញៀនដែលស្របច្បាប់គឺស្ករជាជាតិផ្អែមអញ្ចឹងដូច Revolution ដូចបងស្រីដែលសរសេរហ្នឹងគឺគាត់បញ្ជាក់ច្បាស់ហ្នឹងគឺបែបហ្នឹងព្រោះពេលដែលយើងញ៉ាំប៉ុន្តែខ្ញុំចង់ត្រឡប់មកវិញការដែលយើងកាន់តែញ៉ាំផ្អែមយើងកាន់តែឃ្លានទឹកខ្ញុំនិយាយមែនអាហ្នឹងគឺជា biology ពេលដែលយើងកាន់តែឃ្លានកាន់តែញ៉ាំផ្អែមគឺយើងកាន់តែអស់កម្លាំងព្រោះយើងធ្វើឲ្យយើងពេលដែលយើងស្រែកទឹកយើងញ៉ាំរបស់ភេសជ្ជៈហ្នឹងវាធ្វើឲ្យយើងបាត់ស្រែកតែមួយផ្លែទេតែយើងនៅតែបន្តចង់ញ៉ាំទៀតចាអញ្ចឹងដោយអូននិយាយថាតើយើងធ្វើមិនដើម្បីផ្លាស់ប្ដូរគាត់ឲ្យញ៉ាំទឹកឲ្យច្រើនខ្ញុំគិតថាជំហានទី1គឺយើងចាប់ផ្ដើមបង្កើនការយល់ដឹងបានន័យថាផ្សាយព័ត៌មានឲ្យច្រើនពីគុណវិបត្តិដែលបណ្ដាលមកពីជាតិស្ករដែលខ្ញុំឃើញថាឥឡូវក៏មានអ្នកផ្សព្វផ្សាយច្រើនដែរ
ហ្នឹងហើយបងជាពិសេសខ្ញុំឃើញខាងសុខាភិបាលគាត់ ចា ដាក់ជាយាមនិយាយអំពីដូចយើងនិយាយពីជំងឺមិនឆ្លង ចា គាត់ក៏ព្យាយាមផ្សព្វផ្សាយនឹងច្រើនមែនទែនសរុបមកយើងស្ដាប់ទៅវាហាក់ដូចជាការធ្វើទីផ្សារបានដើរតួយ៉ាងធំមែនទែនក្នុងការធ្វើឲ្យភេសជ្ជៈមានភាពតាក់ទាញតើយើងគួរមានយុទ្ធសាស្ត្របែបណាដើម្បីទាញពួកគាត់ត្រឡប់មកវិញឲ្យផឹកទឹកឬក៏ញ៉ាំភេសជ្ជៈស្រស់ឬក៏ទឹកផ្លែឈើស្រស់ដែលល្អប្រសើរសម្រាប់សុខភាពរបស់គាត់ជាជាងការជ្រើសយកទឹកផ្អែម ចាជាសំណួរដែលស្រួលសួរតែពិបាកឆ្លើយ អរគុណសម្រាប់សំណួរប៉ុន្តែអូននិយាយចំចំណុចដែលយើងគិតថាចាការធ្វើទីផ្សារហើយដែលបានយើងនិយាយរឿងការធ្វើទីផ្សារសំខាន់ព្រោះអីខ្លួនឯងឃើញរាល់ថ្ងៃមែនទេជុំវិញខ្លួនយើងឃើញផ្លាកគឺភេសជ្ជៈផ្អែមជានិច្ចចឹងយើងសម័យមើលបើសិនជានៅជុំវិញយើងគឺគេផ្សព្វផ្សាយពីទឹក បាទ ឬក៏ភេសជ្ជៈស្រស់អនឯងគិតថាអាចមានអ្នកដូរមកប្រើមកញ៉ាំអាហ្នឹងហ៎ ខ្ញុំគិតថាមានប៉ុន្តែបើយើងនិយាយអញ្ចឹងព្រោះថ្ងៃមិនមែនគេអត់ធ្វើណាគេធ្វើតែបងយើងនិយាយចេះវិញហ្មងទៅថាអត់បង ចា ប៉ុន្តែខ្ញុំគិតថាទំនោរដូចយើងនិយាយថាយើងវាគឺជាគ្រឿងញៀនមួយស្របច្បាប់ដូចបងនិយាយថាជាការញៀនមួយវាមិនមែនជាគ្រឿងញៀនប៉ុន្តែវាជាការញៀនរបស់យើងជាការញ៉ាំអញ្ចឹងវាឲ្យពួកគាត់មានទំនោរជាងតែយើងគួរតែខ្ញុំគិតថា អង្គិន ហ្នឹងហើយយើងអ្នកគ្នាក៏គួរតែគិតដូចខ្ញុំដែរព្រោះយើងឲ្យអ្នកគ្នាគិតហើយចូលរួមគិតជាមួយគ្នាថាការគិតរបស់យើងត្រូវអត់បើសិនជាយើងព្យាយាមប្រាប់ខ្លួនឯងថាបើស្រីទឹកញ៉ាំទឹកមិនគិតមិនដែរ អាហ្នឹងល្អខ្ញុំក៏គិតអញ្ចឹងដែរតែដំបូងមុនឲ្យខ្ញុំចាប់ផ្ដើមតឡាចា that's a good point ដែលយើងនិយាយថាបើឃ្លានទឹកញ៉ាំទឹកចាព្រោះជាទូទៅទីផ្សារគឺតែងតែមានពាក្យ slogan មួយភេសជ្ជៈពោពេញដោយធម៌ពលតែបើយើងអាចនិយាយថាពេលស្រែកទឹកញ៉ាំទឹកល្អមែនតើតែខ្ញុំក៏ចង់ផ្ដែកមួយទៀតអូនចាំបានអូនឯងនិយាយថាវាមិនស្រួលទេមែនអត់មិនគេអត់ធ្វើទីផ្សារហ្នឹងឯងអរគុណមែនតើសម្រាប់ការនិយាយពួកបងគិតថាញ៉ាំទឹកឬក៏ភេសជ្ជៈស្រស់វាពិបាកធ្វើហើយវាបាក់ទុកដាក់អញ្ចឹងអាគ្រឿងកំប៉ុងស្រួលហើយលឿនហើយថោកជាងធូរជាងតម្លៃធូរថ្លៃជាង ចាអញ្ចឹងកន្លែងហ្នឹងគឺវាមានអ្វីជាច្រើនដែលយើងត្រូវពាក់ព័ន្ធក្នុងការធ្វើក៏ប៉ុន្តែបើសិនជាយើងផ្ដោតដោយអូននិយាយថាការធ្វើយុទ្ធសាស្ត្រណែនាំផ្លូវចិត្តទៅឲ្យប្រជាជនឲ្យយើងចាំថាបើស្រែកទឹកផឹកទឹកក៏ប៉ុន្តែក៏ដូចគ្នាគឺការគ្រប់គ្រងទៅលើការផ្សព្វផ្សាយតែបើអូសិនជាយើងធ្វើឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មរឿងទឹកនិងភេសជ្ជៈឲ្យទំនងដូចភេសជ្ជៈផ្អែមអូនឯងគិតថាអញ្ចឹងដូចបងនិយាយអូនឯងមានឃើញទេពាណិជ្ជកម្មគេគឺទំនងមែនតែដូចបងជាពិសេសនៅស្រុកខ្មែរមែនទេក្តៅបើអ្នកជិះឡានគាត់មានម៉ាស៊ីនត្រជាក់មិនសូវអីជិះម៉ូតូវិញក្តៅក្តៅផងហើយឃើញផ្លាកប៉ាណូដាក់ទឹកកកស្រក់តក់ហើយចំពោះខ្ញុំគឺខ្ញុំថាខ្ញុំត្រូវតែទៅផឹកចុះបើសិនជាយើងដូរពីភេសជ្ជៈកំប៉ុងហ្នឹងទៅជាដាក់ភេសជ្ជៈតែឈើស្រស់ឬក៏ទឹកហើយដាក់បែបហ្នឹងខ្ញុំក៏គិតថាវាតាក់ទាញដែរបាទខ្ញុំគិតថាអូនគិតចឹងហ៎បាទគិតចឹងមកតែគ្រាន់តែវាដូចយើងនិយាយចឹងវាមានកត្តាច្រើនរួមមកដូច្នេះហើយបើយើងលើកប្រធានបទហ្នឹងមកនិយាយអញ្ចឹងខ្ញុំគិតថាវាជាផ្នែកមួយដែលគ្រប់គ្រងគ្នាទៅវិញទៅមកប៉ុន្តែយើងគួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានច្រើនដែរចំពោះការញ៉ាំរវាងភេសជ្ជៈផ្អែមហើយនិងទឹកចាបាទអញ្ចឹងខ្ញុំចង់សួរបងបន្តទៅទៀតឲ្យវាដែលខ្ញុំគិតថាវាពាក់ព័ន្ធជាមួយនឹងសុខភាពសាធារណៈច្រើនយើងឃើញរយៈពេលថ្មីនេះយើងឃើញថាមន្ទីរពេទ្យគន្ធបុប្ផាគាត់បានចុះផ្សាយពីរបាយការណ៍នៃការកើនឡើងជំងឺទឹកនោមផ្អែមប្រភេទទី1នៅលើកុមារកម្ពុជាត្បិតតែយើងដឹងហើយថាការឆ្លងហ្នឹងវាមិនមែនសុទ្ធសឹងតែមកការកើតនៃជំងឺហ្នឹងវាមិនមែនសុទ្ធសឹងតែពីការញ៉ាំទឹកនោមញ៉ាំភេសជ្ជៈផ្អែមទេប៉ុន្តែទោះបីជាយ៉ាងណាក៏ការប្រើប្រាស់ស្ករខ្ពស់ហ្នឹងក៏វាជះឥទ្ធិពលមួយដែរសម្រាប់តែក្មេងៗមែនអត់បងអញ្ចឹងតើយើងគួរតែរៀបចំការញ៉ាំរបស់ក្មេងៗបែបណាដើម្បីឲ្យពួកគាត់ជៀសផុតពីជំងឺទឹកនោមផ្អែមចាអរគុណនេះគឺជាចំណុចរសើបខ្ញុំគិតថាបងប្អូនទាំងអស់គ្នាក៏បានឃើញព័ត៌មានហ្នឹងដែរគឺចុះផ្សាយទូទាំង social media ទាំង Facebook page ក៏ដូចជាព័ត៌មានក្នុងស្រុកដែលនិយាយពីការផ្សព្វផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផាជាពិសេសគឺកំឡុងពេល30ឆ្នាំចុងក្រោយនេះគឺមានការអត្រានៃក្មេងដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី1ខ្ពស់មែនតើ
នៅកម្ពុជាហើយខ្ញុំគិតថាកន្លែងហ្នឹងណាវាមិនមែនជារឿងដែលយើងលេងសើចទៀតទេរឿងហ្នឹងគឺមិនមែនព្រោះខ្ញុំគិតថាខ្ញុំយល់វាជាសិទ្ធិឯកជនក្នុងការជ្រើសរើសអ្វីដែលយើងចង់ញ៉ាំយើងអាចខាត់ថាអូនកុំញ៉ាំរបស់ផ្អែមទេប៉ុន្តែយើងក៏ត្រូវមានទំនួលខុសត្រូវមួយដែររឿងថាពេលខ្លះរឿងខ្លះគឺយើងត្រូវតែខានឲ្យបានយើងត្រូវតែដឹងថាការញ៉ាំផ្អែមគឺបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរតែម្ដងហើយជាពិសេសបើយើងមើលឃើញក្មេងចាដូចអូននិយាយទឹកនំផ្អែមប្រភេទទី1គឺកើតជាមួយនឹងក្មេងហើយបើអូនចាំបានផុសរបស់កុនតាផាហ្នឹងគឺក្មេងចន្លោះពី4ឆ្នាំទៅ15ឆ្នាំបានន័យថារែងវាគឺធំបានន័យថាពួកគាត់បើសិនជាយើងនិយាយគឺបានន័យថាពិការតាំងពីក្មេងដែរបានន័យថាគាត់មានជំងឺប្រចាំកាយតាំងពីក្មេងបានន័យថាគាត់មានបើសិនជានិយាយពីគុណភាពនៃអាយុឬក៏គុណភាពនៃការរស់នៅរបស់គាត់គឺថយចុះបាត់ហើយព្រោះគាត់រស់នៅពោពេញដោយជំងឺទៅហើយកន្លែងហ្នឹងគឺមិនថាមកប៉ះពាល់ទៅសុខភាពម្នាក់ទេវាបើសិនជាយើងនិយាយពីផ្នែកសេដ្ឋកិច្ចខ្ញុំមិនមែនជាអ្នកជំនាញសេដ្ឋកិច្ចទេប៉ុន្តែយើងដឹងហីបើសិនជាយើងឈឺអ្នកផ្ទះរបស់យើងគឺប៉ះពាល់ច្រើនទាំងអស់តែម្ដងអញ្ចឹងកន្លែងហ្នឹងបើបងប្អូននិយាយគឺតើយើងគួររួមចំណែកធ្វើអីខ្លះខ្ញុំគិតថាច្រើនចំនួនណាតាំងពី start ចាប់ផ្ដើមពីគ្រួសារសង្គមសហគមន៍ក៏ដូចជាគ្រប់ដំណាក់ទាំងអស់កន្លែងហ្នឹងគឺយើងនិយាយគឺគ្រប់ជាន់ថ្នាក់ចាចាអញ្ចឹងខ្ញុំតពីអ្វីដែលបងនិយាយថាចឹងវិញខ្ញុំចង់សួរថាតើសាលារៀនហើយនិងគ្រូសាគាត់គួរតែមានតួនាទីដូចម្ដេចក្នុងការលើកស្ទួយទម្លាប់ផឹកទឹកឬក៏ទទួលទានអាហារដែលមានសុខភាពល្អសម្រាប់ក្មេងៗដែលជៀសវាងពីជំងឺទឹកនោមផ្អែមប្រភេទ1ហ្នឹងណាបងចាអូនអរគុណច្រើនឡើយខ្ញុំស្រួលចង់និយាយដែរខ្ញុំមើលឃើញនៅក្នុងមួយឆ្នាំជាទូទៅខ្ញុំគិតថាឆ្នាំទៅដែលយើងឃើញផ្សាយព័ត៌មានណាដែលឃើញក្រសួងអប់រំក៏ដូចជាក្រសួងសុខភាពសុខាភិបាលបានធ្វើការសហការគ្នាដើម្បីផ្សព្វផ្សាយជាពិសេសគឺផ្ដោតទៅលើការបិទមិនឲ្យមានការលក់ភេសជ្ជៈផ្អែមឬក៏នំកញ្ចប់នៅបរិវេណសាលាខ្ញុំមើលឃើញគឺល្អមែនតើខ្ញុំឃើញពួកគាត់ចូលរួមបានល្អហើយមើលឃើញថាមានការសហការបានល្អចាក៏ប៉ុន្តែអូនមានចាប់អារម្មណ៍នៅកន្លែងហ្នឹងហ៎ចាប់អារម្មណ៍បងពួកអីយើងឃើញពេលដែលផ្លាស់ប្ដូរបានន័យថាពិបាកជាពិសេសគឺឪពុកម្ដាយដែលរវល់គាត់ថាហ្នឹងគឺជារឿងដែលគួរឲ្យធុញទ្រាន់វិញពិបាកក្នុងការខ្ចប់ចំណីឬក៏ពេលខ្លះប្រើពេលវេលាយូរដូច្នេះពេលខ្លះបើសិនជាសាលាលក់ឲ្យគាត់ខ្ចប់ឬគាត់ទិញខាងក្រៅដាក់ក្នុងកតាបឲ្យកូនវិញចាអញ្ចឹងបានខ្ញុំថាដូចបានខ្ញុំលើកឡើងពីចំណុចមិញថាមិនមែនត្រឹមតែសហគមន៍ឬក៏សាលាទេគ្រួសារក៏ត្រូវតែមានតួនាទីចម្បងក្នុងការគ្រប់គ្រងទៅលើការទទួលទានភេសជ្ជៈផ្អែមដែរសំខាន់មែនតើចាបាទបងហ្នឹងហើយចឹងខ្ញុំចង់សួរបងទៀតថាយើងបាននិយាយថាផលប៉ះពាល់វាមិនមែនត្រឹមតែទំនួលខុសត្រូវវាមិនមែនត្រឹមតែសាលាហើយនិងគ្រួសារវាសឹងតែពីសង្គមទាំងមូលដែលយើងរស់នៅជុំវិញហ្មងអញ្ចឹងយើងមើលទៅខាងសុខភាពសាធារណៈវិញយើងឃើញថាតើមានយុទ្ធនាការសុខភាពសាធារណៈអីខ្លះដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាទឹកនោមផ្អែមនៅក្នុងសង្គមយើងរាល់ថ្ងៃហើយតើមានអីផ្សេងទៀតដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់ស្ករខ្ពស់ឬក៏អំបិលខ្ពស់អញ្ចឹងណាបងអរគុណមានខ្ញុំឃើញខ្ញុំពិតជាអរគុណក្រសួងសុខាភិបាលដែលបានប្រឹងប្រែងផ្ដល់ព័ត៌មានជាពិសេសគឺការធ្វើយុទ្ធនាការដែលយើងមើលឃើញជាពិសេសអូនឯងមានដែលចាប់អារម្មណ៍ពេលយើងខលរកគ្នាណាទេទូរស័ព្ទរកគ្នាយើងមាន ringtone ដែលនិយាយពីការញ៉ាំអំបិលតិចស្ករតិចដើម្បីកាត់បន្ថយនឹងគឺជាយុទ្ធនាការមួយហើយទី2ការផ្សព្វផ្សាយតាក់ទងជាមួយនឹងដោយអូននិយាយគុណធបុផាមន្ទីរពេទ្យគុណធបុផាក៏គាត់បានប្រើយុទ្ធនាការដើម្បីផ្សព្វផ្សាយហើយក៏យើងមើលឃើញពីការផ្សព្វផ្សាយច្រើនក៏តែប៉ុណ្ណឹងក៏អត់គ្រប់គ្រាន់ដែរយើងត្រូវការរួមចំណែកច្រើនតាក់ទងជាមួយនឹងការកាត់បន្ថយការញ៉ាំហើយដូចយើងនិយាយចំពោះបងគិតថាការមានការផ្សាយទីផ្សារគឺជាចំណុចសំខាន់ដូចចឹងបងនឹងទាញយកចំណុចអូនមកនិយាយហើយខ្ញុំក៏គិតថាអ្នកស្ដាប់ទាំងអស់គ្នាក៏ចាប់អារម្មណ៍ពីចំណុចនឹងដែរថាឃ្លានទឹកស្រែកទឹកឃ្លានទឹកគួរតែញ៉ាំទឹកគួរញ៉ាំទឹកចាហ្នឹងគឺជាចំណុចនឹងដែលយើងគួរតែបណ្ដោះ
nơiចំណុចហ្នឹងឲ្យបានច្រើនដើម្បីឲ្យគ្រប់គ្នាបានលឺហើយបានដឹង បាទហ្នឹងហើយអរគុណច្រើនមែនទេបងចំពោះការពិភាក្សាគ្នាក៏យោបល់ពីបងអញ្ចឹងសរុបមកវិញចំពោះអ្វីដែលពួកយើងបានពិភាក្សាក្នុងនេះយើងអត់និយាយថាវាខុសឬក៏ត្រូវទេប៉ុន្តែយើងចង់ឲ្យអ្នកទាំងគ្នាមកគិតទាំងអស់គ្នាថាតើផ្នែកណាមួយដែលយើងគួរតែកាត់បន្ថយជំងឺមិនឆ្លងនៅក្នុងសង្គមរបស់យើងហ្នឹងហើយបងហើយសម្រាប់សប្តាហ៍ក្រោយអ្នកទាំងអស់គ្នានឹងបានស្ដាប់ពួកយើងទៅចែកគ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ស្ករខ្ពស់និងអំបិលខ្ពស់ថាតើធ្វើបែបណាដើម្បីឲ្យការរស់នៅរបស់យើងកាត់បន្ថយការប្រើប្រាស់ស្ករហើយនិងអំបិលខ្ពស់ដូចគ្នាអញ្ចឹងចង់ឲ្យអ្នកគ្នាខមមិនខាងក្រោមពីបទពិសោធន៍ឬក៏គំនិតផ្សេងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឬក៏ញ៉ាំទឹកផ្អែមនៅក្នុងជីវភាពយើងរាល់ថ្ងៃហើយក៏សំខាន់ទៅពេលទៅនៅបញ្ហានៅការពាក្យពេចន៍មួយចំនួនដែលយើងនិយាយទៅលឺលួឬក៏រៀងលំអៀងតែចង់និយាយថានេះគឺគ្រាន់តែជាគំនិតឬក៏ទស្សនៈរបស់បងមុំហើយនឹងខ្ញុំទេយើងមិនបានបែងចែកថាវាខុសឬក៏ត្រូវទេប៉ុន្តែគ្រាន់តែទៅចែកគ្នានៅក្នុងពេលនេះចា៎សូមអរគុណជួបគ្នានៅសប្តាហ៍ក្រោយបាយបាយ